ខ្ញុំជាសួរបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅក្នុងប្រទេសរាជាណាចក្រកម្ពុជាឬរស់នៅក្រៅប្រទេសរាជាណាចក្រកម្ពុជាជាសប្តាហ៍ថ្ងៃសូមគោរពជាទីនឹករលឹកសូមជម្រាបម្ដងទៀតថាខ្ញុំសារាវុធនងអឿនពីគណៈបកសាធារណរដ្ឋកម្ពុជាណាសូមជម្រាបសួរទាំងអស់គ្នាបានន័យថាទាំងអស់សូមជម្រាបសួរខ្ញុំសូមជម្រាបថាហើយខ្ញុំសូមប្រកាសបញ្ជាក់ជូនដល់បងប្អូនទាំងអស់ដែលនៅក្នុងប្រទេសនិងក្រៅប្រទេសគ្រប់គ្នាទាំងអស់ហើយជួយបន្តក្នុងឯកសារនេះក្នុងវីដេអូនេះជូនទៅដល់គណៈបករៀងខ្លួនថាខ្ញុំគោះហៅខ្ញុំសូមគោះហៅគណៈបកទាំងអស់នៅក្នុងក្រៅប្រទេសស្របច្បាប់ក៏ដោយមិនស្របច្បាប់ក៏ដោយគណៈបកសង្គ្រោះជាតិឬគណៈបកភ្លើងទៀនលោកសំរងស៊ីមីងហួស្អីមូហួនេះក៏បានដែរណាទាំងអស់គ្នាសូមជម្រាបសួរដាំសារីក៏បានដែរទាំងអស់គ្នាខ្ញុំសូមគោះហៅទាំងអស់ឲ្យចូលរួមគ្នាទាំងអស់គ្នាណាឲ្យចូលរួមទាំងអស់គ្នាគណៈបកណាក៏ដោយដែលស្រឡាញ់និងគោរពរាប់អានណានៅសេរីភាពនិងប្រជាធិបតេយ្យរបស់ប្រជាជាតិកម្ពុជាយើងទាំងមូលទាំងក្នុងក្រៅប្រទេសសូមជម្រាបសួរហើយសូមឲ្យជៀបថាខ្ញុំគោះហៅទាំងអស់រៀងខ្លួនគ្រប់គណៈបកទាំងអស់ប្រជាជនរៀងខ្លួននៅក្នុងក្រៅប្រទេសទាំងអស់សូមក្រោកឈរឡើងជាមួយខ្ញុំសារាវុធនងអឿនដែលជាគណៈបកសាធារណរដ្ឋកម្ពុជាសម្រាប់បងប្អូនទាំងអស់ឲ្យមានសេរីភាពឲ្យមានប្រជាធិបតេយ្យក្នុងប្រទេសជាតិកម្ពុជាក្នុងសង្គមប្រជាជាតិកម្ពុជាយើងទាំងមូលណាសូមចូលរួមជាមួយខ្ញុំណាខ្ញុំចូលរួមជាមួយខ្ញុំសារាវុធនងអឿនណាជាសាធារណរដ្ឋកម្ពុជាមិនមែនត្រឹមតែគោះហៅត្រឹមតែណាលោកសំរងស៊ីឬមូសុហួរក៏ដោយណាទាំងអស់គ្នាដាំសារីទាំងអស់ក៏ដោយសូមមកជួបខ្ញុំអ្នកដឹកនាំទាំងអស់ក្នុងគណៈបកគ្រប់គ្នាគ្រប់ភ្លើងទៀនឬក៏សង្គ្រោះជាតិឬក៏គណៈបកផ្សេងទៀតដែលពេញចិត្តនិងស្រឡាញ់សេរីភាពនិងប្រជាធិបតេយ្យសូមចូលរួមមកជួបខ្ញុំទាំងអស់គ្នាតាក់ទងមកខ្ញុំសារាវុធណាសារាវុធនងអឿនតាក់ទងមកខ្ញុំដើម្បីយើងពិភាក្សានៅការងារដួលរំអាហ៊ុនម៉ាណែតនិងគ្រប់ដែលវាកំពុងតែគ្រប់គ្រងប្រទេសជាតិកម្ពុជាយើងទាំងមូលឲ្យคล้ายទៅជារណបឬមួយផ្នែកនៃប្រទេសយួនសប្តាហ៍វាកំពុងតែបកលវាកំពុងតែក្បត់ជាតិប្រជាជនកម្ពុជាដែលវាកំពុងតែអនុញ្ញាតយើងនិយាយអីក៏មិនបានផងណាប្រជាជនយើងនីមួយសាមញ្ញក៏ដោយមិនសាមញ្ញក៏ដោយនិយាយប៉ះពាល់យួនក៏មិនបានផងដោយបងប្រុសមួយនោះក៏ចឹងនៅប្រទេសមានជ័យតុលាការកំពុងតែចាប់ខ្លួនជាប់3ឆ្នាំដោយសារតែគាត់និយាយពីរឿងតាក់ទងជាមួយនឹងយួនណាដែលរស់នៅក្នុងប្រទេសជាកម្ពុជាយើងត្រូវតែដេញយួនចេញនេះជាគណៈបកសាធារណរដ្ឋកម្ពុជាដេញយួនចេញណាដេញពីគណៈបកប្រជាជនចេញបដូររំអាហ៊ុនម៉ាណែតណាយកប្រទេសជាតិយើងមកគ្រប់គ្រងវិញទាំងអស់គ្នាសម្រាប់ទាំងអស់គ្នារស់រៀនមានជីវិតរហូតតទៅណាมันអាចឲ្យយួនចូលមកនេះគឺចូលមកគ្មានពៀនមិនមែនជាជនភៀសខ្លួនធម្មតាទេពួកវាជឿនពៀនយកវាកំពុងតែសប្បាយចិត្តអាគណៈបព្វជិជនទាំងអស់និងអាហ៊ុនម៉ាណែតអាហ៊ុនសែននិងអាស្ដេចអាសីហមុនីវាកំពុងតែសប្បាយចិត្តអនុញ្ញាតឲ្យប្រជាជនរបស់វាគឺយួនបានសញ្ជាតិរស់នៅស្របច្បាប់នៅក្នុងប្រទេសកម្ពុជាវាកំពុងអនុញ្ញាតឲ្យវាចូលមកដោយសេរីជាប់40ឆ្នាំហើយពេញប្រទេសជាកម្ពុជាឥឡូវវាចូលវាបង្កើតសមាគមរបស់វាគ្រប់ភូមិគ្រប់ស្រុកគ្រប់ខេត្តគ្រប់ក្រុងបានន័យថាម៉េចហ្នឹងវាចង់គ្រប់គ្រងយើងហើយវាកំពុងតែគ្រប់គ្រងយើងហើយវាកំពុងតែគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាលរបស់កម្ពុជាហើយដូច្នេះវាកំពុងតែគ្រប់គ្រងអាហ៊ុនម៉ាណែតវាកំពុងតែគ្រប់គ្រងអាហ៊ុនសែននិងកបលរបស់វាទាំងអស់និងវាកំពុងតែគ្រប់គ្រងគណៈបព្វជិជនទាំងអស់អាណាក៏ដោយដែលចូលក្នុងគណៈបព្វជិជនគឺជាក្រោមអំណាចរបស់យួនទាំងអស់គឺយួនគណៈបកនេះគឺគណៈបកយួនគឺយួនតែមកគឺទាំងអស់គ្នានៅក្នុងគណៈបព្វជិជនគឺសិតតែយួនដេញក្បាលវាទៅបាញ់ក្បាលវាទៅ
ណាបើអាចធ្វើទៅរួចអ្នកឯងជាអ្នកស្នេហាជាតិរបស់ប្រជាជនកម្ពុជាអ្នកឯងមានតម្លៃណាស់អ្នកណាហ៊ានធ្វើចឹងអ្នកឯងមានគុណធំផ្សេងណាស់សម្រាប់ប្រទេសជាតិប្រជាជនកម្ពុជាខ្ញុំសូមជម្រាបថាខ្ញុំស្គាល់ហៅទាំងអស់សំរងស៊ីមូសុខហួរក៏ដោយណាដាំសារីក៏ដោយបើអ្នកណាដែលក្នុងគណៈបកនោះបើគាត់មិនលឺសូមបន្តខ្សែរាយឡាយឲ្យគាត់លឺថាខ្ញុំគាត់ហៅដោយពេញមុខពេញលក្ខណៈខ្ញុំគាត់ហៅទាំងអស់គ្នានោះអ្នកដឹកនាំគណៈបកទាំងអស់នៅក្នុងគណៈបកសង្គ្រោះជាតិឬគណៈបកភ្លើងទៀនឬគណៈបកដទៃទៀតដែលស្រឡាញ់សាធារណរដ្ឋសាធារណៈដែលសេរីភាពនិងប្រជាធិបតេយ្យសូមឲ្យក្រោកចូលសូមឲ្យតាក់ទងខ្ញុំអ្នកទាំងអស់នោះគឺខ្ញុំត្រូវការជជែកដើម្បីយើងរួបរวมគ្នាដើម្បីប្រឆាំងនឹងអាហ៊ុនម៉ាណែតនិងអាហ៊ុនសែនណាអាសីហាមនីឲ្យចេញពីអំណាចនៅក្នុងប្រទេសជាកម្ពុជាខ្ញុំមិនអាចអនុញ្ញាតពួកវាឲ្យធ្វើបន្តទៀតបានទេដូច្នេះយើងមិនអាចបន្តឲ្យវាគ្រប់គ្រងប្រទេសជាជនកម្ពុជាបានតទៀតទេអត់បានជាដាច់ខាតបើអ្នកឯងសុខចិត្តគឺអ្នកឯងគឺយួនអ្នកណាចូលជួយឬបោះឆ្នោតឲ្យប្រជាគណៈបព្វជិជនគឺសិទ្ធតែយួនគឺអាយួនមីយួនទាំងអស់នោះគឺសិទ្ធតែយួនទាំងអស់គឺពួកវាគឺសិទ្ធតែពួកយួនទាំងអស់គឺអាយួនទាំងអស់ដូច្នេះសូមទាំងអស់គ្នាសូមជៀបបន្តខ្សែខ្សែឲ្យខ្ញុំឲ្យបានដាច់ខាតឲ្យបានឆាប់រហ័សអរគុណ